Hello សួស្តីអ្នកនរគ្នាខ្ញុំបាទ FO ថ្ងៃនេះដែលខ្ញុំនឹងមកសម្រាប់សាច់រឿង anime មួយដែល admin បានដាក់ចំណងជើងឲ្យវាថាមិត្តបីសាយរបស់ខ្ញុំនៅសាច់រឿងនេះគឺនិយាយអំពីតួអង្គឯកប្រុសរបស់យើងដែលបានបាត់បង់មិត្តភក្តិស្មីរបស់ខ្លួនតែក្រោយមកក៏មានរឿងចម្លែកៗបានកើតឡើងតែមុននឹងឈានដល់ការសម្រាប់សាច់រឿងសូមអ្នកនរគ្នាជួយចុច like និង subscribe ទៅលើ channel របស់ admin ម្នាក់មួយផងតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាដែលប្រដានកប៉ាសាច់រឿងរបស់យើងមកយើងបានឃើញតួអង្គប្រុសរបស់យើងដែលមានឈ្មោះថា Yoshiki បានកំពុងរត់ស្វែងរកមិត្តភក្តិរបស់ខ្លួនដែលមានឈ្មោះថា Hikaru ដែលបានវង្វេងបាត់នៅក្នុងព្រៃអស់រយៈពេលជាច្រើនម៉ោងហើយយើងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេសភាពរបស់ Hikaru ក៏ពិតជាពិបាកមើលខ្លាំងមែនទែនគឺប្រៀបដូចជាមនុស្សដែលកំពុងចិត្តស្លាប់អញ្ចឹងចំណែកឯ Hikaru វិញក៏បានឮសំឡេងដង្ហើយហៅរបស់ Yoshiki ផងដែរប៉ុន្តែខ្លួនពិតជាគ្មានកម្លាំងក្នុងការឆ្លើយតបទៅកាន់ Yoshiki វិញនោះទេដោយនោះគឺជាដង្ហើមចុងក្រោយរបស់ Hikaru នោះឯងបន្ទាប់ពី Hikaru បានស្លាប់បាត់បង់ជីវិតទៅភ្លាមៗនោះក៏មានបិសាចម្យ៉ាងដែលមានឈ្មោះថា Nonoki-sama ដែលជាបិសាចដែលមានសមត្ថភាពក្នុងការសម្លាប់និងក្លូនរូបរាងកាយរបស់មនុស្សដែលខ្លួនគេបានសម្លាប់ផងដែរបិសាចនោះបានឃើញរូបរាងកាយរបស់ Hikaru ដែលកំពុងដេកស្លាប់ស្ដុកស្ដឹងនៅក្នុងព្រៃហើយក៏បានគិតថាគឺជាឱកាសល្អក្នុងការក្លូនរូបរាងកាយរបស់ Hikaru ដើម្បីបានរស់នៅជាមនុស្សយ៉ាងពេញលេញហើយរូបភាពបានកើតមក6ខែក្រោយនៅក្នុងភូមិមួយដែលយើងបានឃើញតួអង្គប្រុសរបស់យើង Yoshiki និងមិត្តភក្តិរបស់គេ Hikaru កំពុងតែអង្គុយសំណេះសំណាលគ្នានៅក្នុងហាងការ៉ានៅភ្លាមៗនោះតួអង្គប្រុសរបស់យើងបានសួរទៅកាន់ Hikaru នោះថាតើឯងមិនចាំអ្វីទេឬនៅពេលដែលឯងបានបាត់ខ្លួននៅក្នុងព្រៃអស់រយៈពេលច្រើនម៉ោងឯ Hikaru វិញក៏បានឆ្លើយថាខ្លួនមិនចាំអ្វីនោះទេខ្លួនបានបាត់បង់ការចងចាំអស់ទៅហើយនៅពេលដែលខ្លួនដេកសន្លប់នៅក្នុងព្រៃរំពេញនោះតួអង្គប្រុសរបស់យើងក៏បានប្តូរទឹកមុខហើយបានសួរទៅកាន់ Hikaru នោះថាតើឯងមិនមែនជា Hikaru មិត្តភក្តិសម្លាញ់របស់យើងទេមែនទេដោយ Hikaru ដែលកំពុងអង្គុយនិយាយជាមួយនឹងតួអង្គប្រុសរបស់យើងបានបដូរទៅជាសភាពភ័យខ្លាចនិងសារភាពបង្ហាញអំពីទម្រង់ពិតរបស់ខ្លួនដែលខ្លួនមិនមែនជា Hikaru នោះទេ Hikaru ដែលជាមិត្តភក្តិរបស់ Yoshiki គឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយហើយរឿងនេះបានធ្វើឲ្យ Yoshiki មានអារម្មណ៍ថាសោកស្ដាយខ្លាំងមែនទែនដែលបាត់បង់មិត្តភក្តិសម្លាញ់របស់ខ្លួនប៉ុន្តែភ្លាមៗនោះ Hikaru ក្លែងក្លាយក៏បានសុំអង្វរទៅកាន់ Yoshiki ថាកុំប្រាប់អ្នកណាអំពីរឿងនេះអីខ្លួនក៏ពិតជាស្រឡាញ់និងចង់រាប់អាន Yoshiki ខ្លាំងណាស់ខ្លួនគឺមិនដែលបានរស់នៅក្នុងទម្រង់ជាមនុស្សនោះទេដែលធ្វើឲ្យ Yoshiki គិតថាទោះបីរូបរាងកាយនេះមិនមែនជាមិត្តភក្តិសម្លាញ់របស់ខ្លួន Hikaru ក៏ដោយក៏ខ្លួនមិនចង់បាត់បង់មិត្តភក្តិសម្លាញ់របស់ខ្លួនផងដែរហើយខ្លួនក៏ព្រមទទួលស្គាល់និងអនុញ្ញាតឲ្យ Hikaru ក្លែងក្លាយប្រើប្រាស់រូបរាងកាយមួយនេះដើម្បីរស់នៅជាមួយគ្នាដោយមិនមានភាពឯកានិងសោកស្ដាយចាប់ពីពេលនោះមកពួកគេទាំងពីរនាក់បានចំណាយពេលវេលាជាមួយគ្នាគ្រប់ទីកន្លែងមិនថាទាំងពេលទៅសាលារៀនឬដើរលេងនោះទេប៉ុន្តែ Hikaru ក្លែងក្លាយនេះគឺមានចរិតខុសគ្នាដាច់ពី Hikaru ពិតប្រាកដដោយ Hikaru ក្លែងក្លាយនេះគឺមានចរិតចង់ដឹងចង់ឮនិងចង់ស្គាល់ពីអ្វីៗគ្រប់យ៉ាងដែលមនុស្សបានធ្វើហើយរូបគេក៏មានចរិតស្រឡាញ់និងចូលចិត្តចំណាយពេលវេលាជាមួយនឹង Yoshiki ខ្លាំងផងដែរបាទនិយាយឲ្យសួរស្រាប់ទៅ Hikaru ក្លែងក្លាយនេះគឺតាម Yoshiki ស្អិតដូចជាស្ករតាំងម៉ែអញ្ចឹងនេះបើ Yoshiki ទៅបន្ទប់ទឹកវិញប្រហែលជាទៅតាមដល់បន្ទប់ទឹកទៀតមើលទៅយ៉ាងណាក៏ដោយអ្វីបើមានរូបរាងកាយរបស់ Hikaru នៅជិតខ្លួនពិតប្រាកដមែនក៏ប៉ុន្តែ Yoshiki នៅតែមានអារម្មណ៍ពិបាកចិត្តសោកស្ដាយនិងនឹកទៅដល់មិត្តភក្តិ Hikaru របស់ខ្លួនជារៀងរាល់ថ្ងៃគឺនឹកទៅកាន់អនុស្សាវរីយ៍ល្អៗដែលធ្លាប់ចំណាយពេលវេលាជាមួយនឹងគ្នានិងនឹកស្ដាយដែលខ្លួនមិនអាចជួយឲ្យ Hikaru រស់រានមានជីវិតបាននិងស្រមៃចង់ឲ្យវាត្រឹមតែជាសុបិនមួយប៉ុណ្ណោះយើងកាត់ទៅទស្សនវិជ្ជាពេលព្រឹកបានបង្ហាញថា Yoshiki បានរស់នៅជាមួយនឹងឪពុកម្ដាយនិងមានប្អូនស្រីម្នាក់ផងដែរតែទំនាក់ទំនងរវាង Yoshiki និងឪពុករបស់ខ្លួនគឺពិតជាមិនមានទំនាក់ទំនងល្អនោះទេដោយជារៀងរាល់ព្រឹកគឺមាន Hikaru ក្លែងក្លាយបានមកចាំនៅផ្ទះ Yoshiki ដើម្បីទៅសាលាជាមួយនឹងគ្នាឯម្ដាយរបស់ Yoshiki វិញគឺស្រឡាញ់និងពេញចិត្តទៅកាន់ Hikaru ក្លែងក្លាយនេះមែនទែនតែតែងតែស្វាគមន៍ទៅកាន់វត្តមានរបស់ Hikaru ក្លែងក្លាយនេះយ៉ាងកក់ក្ដៅយើងកាត់តែប្លង់មួយទៀតយើងបានឃើញបុរសម្នាក់ដែលមានឈ្មោះថា Tanaka គាត់គឺជាបុរសម្នាក់ដែលធ្វើការឲ្យក្រុមហ៊ុនមួយដែលមានតួនាទីកម្ចាត់បិសាចដូចជាពពួក Nonoku-sama ឲ្យរលាយបាត់អស់ពីផែនដីដោយយើងបានឃើញថាអពាក់នឹងបានយកសត្វចិញ្ចឹមរបស់គាត់យកទៅកវីចុះកវីឡើងដើម្បីរកពពួកបិសាច Nonoki-sama នោះឯងហើយពិតជាចម្រើនខ្លាំងមែនទែនចូលផ្ទះគេបើកទ្វារធម្មតាគឺអត់ចេះបើកទេសុទ្ធតែធាក់ទម្លុះធ្វើឲ្យម្ចាស់ផ្ទះគេភ័យឡើងចង់បះសោះហើយអពាក់នឹងពេលឃើញបិសាចហើយគឺអត់ទុកយូរទេដាក់យកឡើងចែករយហើយយើងក៏បានសម្គាល់ឃើញស្នាមអ្វីម្យ៉ាងនៅលើករបស់
អបឋានការផងដែរឥឡូវយើងកាត់មក Yoshiki និង Hiraku វិញដែលម៉ោងដែលពួកគេត្រូវចូលបន្ទាប់គឺជាម៉ោងភាពយន្តដែលតម្រូវឲ្យកូនសិស្សទាំងអស់គ្នាគឺអង្គុយមើលភាពយន្តជាមួយនឹងគ្នានៅពេលដែលកំពុងអង្គុយមើលយើងបានឃើញថាសិស្សគ្រប់គ្នាគឺបានគេងលក់អស់ទៅហើយតែមានតែ Hiraku ខ្លាំងខ្លាយនោះទេដែលបានអង្គុយយំដោយសារតែចូលតួកំសត់ពេកហើយ Yoshiki ក៏បាននិយាយទៅកាន់ Hiraku ថាស្អីហើយមើល5ដងហើយនៅយំទៀតពេលនោះ Hiraku ក៏បានឆ្លើយថាដោយសារតែរឿងនឹងគឺកំសត់ខ្លាំងពេកធ្វើឲ្យចងចាំនៅក្នុងខួរក្បាលរបស់វាបន្ទាប់ពីម៉ោងភាពយន្តបានបញ្ចប់ទៅពួកគេក៏ដល់ម៉ោងទៅផ្ទះល្មមដោយនៅតាមផ្លូវជាមួយគ្នាពួកគេក៏បានឆ្លៀតចូលរកអ្វីញ៉ាំផងដែរហើយនៅពេលដែល Hiraku ខ្លាំងបានញ៉ាំរបបឆ្ងាញ់វាតែងតែយំរហូតបើធ្វើទៅបិទតែវាបានញ៉ាំ 4-5 ដងហើយក៏ដោយគឺពិតជាធ្វើឲ្យ Yoshiki កពុលមុខខ្លាំងមែនទែនហើយដោយសារតែ Hikaru ខ្លាំងនេះគឺមានញៀនជាបិសាចក៏ឲ្យមនុស្សដែលនៅជិតវាទាំងប៉ុន្មានតែងតែមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួនហើយមិនថាឡើយមនុស្សសូម្បីតែឆ្មាក៏មិនចូលចិត្តវាដែរបន្ទាប់ពីពួកគេបានញ៉ាំអីរួចពួកគេក៏បាននាំគ្នាទៅផ្ទះវិញដោយនៅតាមផ្លូវ Yoshiki ក៏បានឆ្លៀតសំណេះសំណាលជាមួយនឹង Hikaru ផងដែរដែល Yoshiki បាននិយាយទៅកាន់ Hiraku ខ្លាំងថាឯងគឺមិនដូចជាមិត្តសម្លាញ់ Hiraku ប្រកបរបស់យើងទៅសោះតែយ៉ាងណាក៏ដោយ Yoshiki នៅតែចង់ឲ្យ Hiraku ខ្លាំងនេះនៅជាមួយនឹងខ្លួននៅពេលដែលបណ្ដាកង់ទៅផ្ទះជាមួយនឹងគ្នាសុកស្រាប់តែមានលោកយាយចំណាំម្នាក់បានស្រែកទៅកាន់ Hiraku ខ្លាំងថាឯងគឺជាបិសាច Nonoki Sama ដែលមនុស្សចំណាស់ដែលនៅក្នុងភូមិនេះគឺមានអារម្មណ៍ដឹងថាបិសាច Nonoki Sama គឺនៅក្នុងខ្លួនរបស់ Hiraku ខ្លាំងនេះផងដែរធ្វើឲ្យពួកគាត់គឺមានអារម្មណ៍ថាភ័យខ្លាចនៅពេលដែលមានវត្តមានរបស់ Hiraku ខ្លាំងនេះនៅក្បែរហើយលោកយាយចំណាស់នោះក៏បានរត់ដោយភាពភ័យខ្លាចចេញពីពួកគេបាត់ទៅនៅពេលដែលពួកគេធ្វើដំណើរទៅដល់ផ្ទះរបស់ Yoshiki មុននឹងចូលទៅក្នុងផ្ទះ Yoshiki បាននិយាយទៅកាន់ Hikaru ខ្លាំងថាតើឯងស្រឡាញ់យើងដែរឬទេ Hikaru ខ្លាំងក៏បានឆ្លើយទៅកាន់ Yoshiki វិញថាពិតណាស់ខ្លួនក៏ពិតជាស្រឡាញ់និងចង់រាប់អាន Yoshiki ខ្លាំងណាស់នៅពេលនោះ Yoshiki ក៏បានប្រាប់ទៅ Hiraku ខ្លាំងវិញថាបើឯងស្រឡាញ់យើងមែនសូមឯងកុំចាក់ចោលយើងម្ដងទៀតបានទេហើយ Hiraku ខ្លាំងក៏បានសន្យានឹង Yoshiki ថាខ្លួននឹងមិនចាក់ចោល Yoshiki ម្ដងទៀតនោះទេដោយសាច់រឿងបានបង្ហាញអំពីទស្សនវិជ្ជាពេលយប់នៅក្នុងភូមិរបស់ពួកគេដែលបានឃើញថាក៏មានបិសាច Nonoki Sama ផ្សេងទៀតមកអុកឡុកនៅក្នុងភូមិរបស់ពួកគេជាពិសេសពួកវាចូលចិត្តទៅរកមនុស្សចាស់នៅក្នុងភូមិដែលពួកវាបានបន្លំខ្លួនធ្វើជាអ្នក delivery ឬជាអ្វីផ្សេងទៀតនៅពេលយប់តែចំណែកឯមនុស្សចាស់នៅក្នុងភូមិក៏បានដឹងស្រេចហើយថានោះគឺមិនមែនជាអ្នក delivery ឬក៏ជាអ្វីផ្សេងទេនោះគឺជាបិសាច Nonoki Sama នោះឯងដែលខ្លួនក៏ជាមនុស្សចាស់នៅម្នាក់ឯងផងនោះគឺមិនមែនសមត្ថភាពក្នុងការតទល់ជាមួយនឹងបិសាច Nonoki Sama នោះទេគឺរងចាំទទួលតែសេចក្តីសប្តិប៉ុណ្ណោះឯមនុស្សចាស់ផ្សេងទៀតក៏បានដឹងខ្លួនស្រេចហើយថាមិនយូរមិនឆាប់ទេបិសាច Nonoki Sama ក៏មករកនឹងសម្លាប់ខ្លួនផងដែរហើយសម្រាប់រឿងមិត្តភក្តិបិសាចរបស់ខ្ញុំភាគទី1នេះក៏បានមកដល់ទីបញ្ចប់ហើយយើងចាំមើលថាភាគបន្ទាប់នឹងមានអ្វីកើតឡើងហើយបើសិនមកមានកំហុសខុសឆ្គងត្រង់ណាសូមអ្នកទាំងអស់គ្នាអធិស្ឋានដល់ admin ផងខ្ញុំបាទ FO សូមអរគុណ